ជាបឋមខ្ញុំបកណាថ្មភាពសូមក្រាបថ្វាយបង្គំចំពោះបត្រៃរតន៍ទាំង3ដោយសេចក្តីជ្រះថ្លានិងសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈនិងព្រះធេរានុធេរៈគ្រប់ព្រះអង្គទាំងអស់ដោយសេចក្តីគោរពកោតក្រែងអំពីចម្ងាយនិងសូមជំរាបពរណាញោមញាតិពុទ្ធបរិស័ទទាំងអស់ចឹងថ្ងៃនេះកម្មវិធីផលប្រយោជន៍នៃពធដល់ថ្ងៃដែលយើងកំណត់រឿងសាកឆាសួរឆ្លើយឬក៏ជជែកជុំវិញរឿងបញ្ហាពុទ្ធពធប្រសង់ឬក៏បញ្ហាធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធនឹងឯងអញ្ចឹងក្នុងថ្ងៃនេះមានអាត្មាភាពហើយនឹងឧបាសកហេងតង់ហើយនឹងប្រគុណម្ចាស់បានតងអ៊ីនបានមកចូលរួមជជែកគ្នានៅក្នុងរឿងពុទ្ធសាសនាយើងនឹងញោមយើងប្រើពាក្យថាពុទ្ធសាសនាអញ្ចឹងចុះថ្ងៃកន្លងទៅគឺមកបានលើកអំពីរឿងបរិស័ទខ្មែរយើងនឹងមើលឃើញរូបភាពខាងក្រៅថាជាអ្នកគោរពព្រះសម្មាសម្ពុទ្ធជាអ្នកដើរតាមព្រះសម្មាសម្ពុទ្ធតែដល់ពេលសេចក្តីពិតយើងបានដឹងទាំងអស់គ្នាថាពុទ្ធបរិស័ទនៅក្នុងស្រុកយើងជាទូទៅគឺមិនបានស្គាល់ព្រះសម្មាសម្ពុទ្ធទេទៅជាបានដឹងដោយភាពផន់ច្រឡំថាព្រះសម្ពុទ្ធនឹងជាអតិទេពព្រះសម្ពុទ្ធនឹងមានបរមីមហិទ្ធិឫទ្ធិទេជះទៅវិញនឹងការដែលដឹងការដែលយល់របស់បរិស័ទនឹងទៅជាមានសភាពបែបនឹងទៅវិញចំពោះអាត្មាបានជជែកធ្វើសេចក្តីកន្លែងនេះកន្លែងនោះឲ្យបរិស័ទនឹងយកមកជាកតិឬក៏យកទៅជាការគិតយ៉ាងណាហ្នឹងជុំវិញរឿងបញ្ហាព្រះសម្មាសម្ពុទ្ធហ្នឹងគឺបានល្មមណាពួកអាត្មាគិតថាល្មមនឹងញាតិញោមយកទៅគិតបានអញ្ចឹងថ្ងៃនេះអាត្មាចង់លើកបន្តទៅរឿងពធម្ដងណាអញ្ចឹងព្រះសម្មាសម្ពុទ្ធនេះព្រះអង្គក្រោយពេលដែលចេញចាកប្រេជវាំងឬចេញចាកគ្រួសារទៅព្រៃទៅគេហៅថាទៅស្វែងរកធម៌ឬក៏ស្វែងរកមុខធម៌យើងនិយាយថាទៅស្វែងរកការត្រាស់ដឹងដល់ពេលព្រះអង្គស្វែងរកការត្រាស់ដឹងបានដឹងបានឃើញអំពីរឿងសច្ចៈនៃធម្មជាតិយ៉ាងណានោះហើយព្រះអង្គយករឿងទាំងអស់ដែលព្រះសម្ពុទ្ធបានដឹងបានត្រាស់ដឹងបានឃើញទាំងអស់នោះយកមកប្រាប់មនុស្សម្នាយើងវិញអញ្ចឹងការដែលពុទ្ធលោកបានដឹងហើយយកមកប្រាប់យើងហ្នឹងអាមេរៀនទាំងអស់ដែលពុទ្ធលោកបានប្រាប់យើងហ្នឹងយើងហៅថាព្រះធម៌យើងហៅថាពធអញ្ចឹងហ្នឹងហើយញោមអញ្ចឹងដល់ពេលអាកន្លែងពធហ្នឹងខ្មែរយើងញាតិញោមពុទ្ធបរិស័ទហ្នឹងក៏ថារឿងធម៌ពុទ្ធក៏ថាចាំបាច់សម្រាប់ជីវិតដែរតែវាចាំបាច់សម្រាប់ដល់អ្វីចាស់បានគេត្រូវការធម៌បានគេត្រូវការសូត្រធម៌គេត្រូវការរៀនធម៌គេត្រូវការទន្ទិញធម៌គេត្រូវការសិក្សាពីរឿងធម៌ទាំងអស់ហ្នឹងកាលដែលយើងនៅក្មេងយើងគិតតែពីរឿងសប្បាយទៅដល់ពេលយើងចាស់បន្តិចគិតពីរឿងរស់ស៊ីមានបានទៅដល់ពេលវ័យចំណាស់ចាស់ទុនទេជ្រេចិត្តងាប់ចាំយើងទៅរកធម៌អញ្ចឹងផ្នត់គំនិតនឹងការយល់បែបហ្នឹងនៅក្នុងខួរក្បាលរបស់ខ្មែរដោយជ្រៅញាតិញោមពុទ្ធបរិស័ទដោយជ្រៅអញ្ចឹងសួរថាតើការយល់ទៅលើពធអញ្ចឹងការដែលមើលឃើញពធវាគ្រាន់តែជាអ្វីមួយយ៉ាងសម្រាប់ជួយយើងពេលដែលយើងចិត្តស្លាប់អញ្ចឹងអញ្ចឹងតើការមើលឃើញនឹងការយល់របស់ពុទ្ធបរិស័ទខ្មែរមកលើផ្ទៃនៃពធរឿងរ៉ាវពធអញ្ចឹងយើងចង់ជជែកគ្នាញោមណាអាហ្នឹងខ្ញុំចង់ជជែកគ្នាហើយណាអញ្ចឹងដំបូងអាត្មាចង់ឲ្យញោមបាសកតង់ញោមចូលរួមបន្តិចមើលកន្លែងហ្នឹងពីរឿងបរិស័ទយើងយល់មកលើធម៌ស្គាល់ធម៌អីទាំងអស់ហ្នឹងរបស់ពុទ្ធហ្នឹងណាថាធម៌របស់ពុទ្ធហ្នឹងជាមួយបរិស័ទយើងញោមមានអីចូលរួមជជែកបង្ហាញតិចញោមបងណាអរគុណដៃគុណ
ចំពោះចំណុចដែលព្រះអង្គលើកឡើងពីការយល់ធម៌របស់បរិស័ទខ្មែរតាមពិតចំពោះកណាននៅតែទៅណាមិនឆ្ងាយរវាងថាគាត់មិននៅតែមិនស្គាល់ទី1គាត់មិនស្គាល់ព្រះពុទ្ធជានរណាហើយព្រះអង្គនិមន្តមកពីណាដើម្បីអ្វីទី2បើនិយាយពីរឿងព្រះធម៌កណាគិតថារត់តែឆ្ងាយទៅទៀតសម្រាប់ការគិតនិងការយល់របស់ពួកគាត់ព្រោះឆ្លងកាត់ទៅតាមការដែលកណាបានដឹងបានឮត្រួសមកហ្នឹងនៅក្នុងអារម្មណ៍របស់បរិស័ទខ្មែរយើងឬក៏ប្រជាពលរដ្ឋខ្មែរយើងទាំងមូលគាត់គិតថាធម៌ហ្នឹងវាគឺជាអ្វីដែលជារឿងអច្ឆរិយៈឬក៏ជារឿងអាកំបាំងអ្វីមួយដែលមនុស្សធម្មតាមិនអាចយល់បានអញ្ចឹងទៅគាត់ក៏ខ្ជិលយល់ខ្ជិលគិតខ្ជិលខ្វល់នឹងរឿងធម៌នឹងតទៅទៀតណាគាត់គ្រាន់តែជឿទៅតាមតែអ្នកដឹកនាំសាសនាមួយចំនួនដូចជាអាចារ្យឬក៏លោកអីចឹងឬក៏អីជាគ្រូរបស់គាត់ពីណាម្នាក់ដែលគាត់ចាត់ទុកថាជាអ្នកមានការយល់ដឹងពីរឿងពធហ្នឹងទៅគាត់ក៏បកគលទាំងចិត្តទាំងកាយទាំងអ្វីទាំងការគិតហ្នឹងឲ្យគេទៅតែម្ដងមូលហេតុអីព្រោះអីកណាឃើញថាគាត់មិនដែលខ្វល់ខ្វាយថាធម៌ហ្នឹងគឺជាអ្វីឧទាហរណ៍ដូចព្រះអង្គមាននៃការមិញថានៅក្មេងគាត់មិនដែលខ្វល់ខ្វាយពីរឿងធម៌ទេគាត់គិតតែពីការសប្បាយដល់ចាស់បន្តិចទៅគាត់គិតពីរឿងរស់ស៊ីដល់ពេលចាស់មែនទែនទៅគាត់គិតថាទៅវត្តទៅរត់ធម៌ម្ដងតើនៅពេលចាស់ដែលថាគាត់ទៅរត់ធម៌នោះតើគាត់ស្គាល់ធម៌ក៏អត់ថាពីក្មេងឬក៏នៅវ័យកណ្ដាលចុះគាត់មិនស្គាល់ធម៌ដោយសារគាត់មិនស្គាល់បានគាត់មិនទៅរត់ចុះដល់ពេលដែលគាត់ចាស់ហើយគាត់ទៅរត់ធម៌ហ្នឹងតើគាត់ស្គាល់ធម៌ក៏អត់ចំណុចកន្លែងហ្នឹងវាចំពោះកណានៅពេលនេះកណាមើលឃើញថាពួកគាត់ហាក់បីដូចជាមនុស្សខ្វាក់ម្នាក់ដែលទៅរាវដំរីដូចនៅក្នុងរឿងពុទ្ធប្រវត្តិព្រះអង្គក៏ធ្លាប់បានសម្ដែងពីរឿងមនុស្សខ្វាក់ដែលទៅរាវដំរីដែរអ្នកខ្លះរាវទៅប៉ះជើងដំរីទៅថាអូដំរីគ្មានអីប្លែកមូលដូចសសរផ្ទះម្នាក់ទៀតរាវទៅប៉ះសត្វតាជាដំរីថាអូដំរីអញ្ចឹងតើដំរីតប៉ែតដូចចង្អេម្នាក់ទៀតរាវទៅប៉ះកតុយដំរីថាអូកតុយដំរីដូចអំបោងដំរីការពិតគាត់មិនដឹងថានោះគឺជាកតុយដំរីទេគាត់សន្និដ្ឋានថាគឺជាដំរីនោះដូចជាអំបោះដោយសារកតុយដំរីនោះមានរោមប្រយអញ្ចឹងទៅយ៉ាងណាមិញចំពោះបរិស័ទខ្មែរយើងក៏ដូចគ្នានៅពេលដែលគាត់ទៅវត្តនៅពេលដែលគាត់ចាស់គាត់ទៅរត់ធម៌ឬទៅរកសិលអញ្ចឹងទៅគាត់មិនដឹងថាអ្វីទៅថាជាធម៌អ្វីទៅថាជាសិលទេគាត់អត់ដឹងទេគាត់អត់យល់តទៅសោះគឺវាអាស្រ័យទៅលើឧបនិស្ស័យរបស់គាត់ម្នាក់ដែលពេលខ្លះគាត់ទៅជួបធម្មយាចាល្អទៅឬក៏ធម្មទឹកល្អទៅបញ្យល់ពីហេតុផលទៅគាត់រៀងយល់បានបន្តិចអញ្ចឹងទៅប៉ុន្តែភាគច្រើនគាត់ទៅជួបតែមនុស្សដែលមិនអាចនិយាយហេតុផលឬក៏បញ្យល់អ្វីដែលជាការពិតដល់គាត់អញ្ចឹងទៅគាត់នៅតែបំវែងដូចជាមនុស្សខ្វាក់រាវដំរីរហូតដល់សប្តាហ៍ថ្ងៃហ្នឹងឃើញគាត់ទៅហ្នឹងឃើញចេះសោតអីប្រាវអីណាណាការពិតគាត់ទៅសោតអញ្ចឹងវាមិនខុសពីមនុស្សខ្វាក់ដែលទៅស្ទាបដំរីស្គាល់តែមូលដូចជាសសរផ្ទះឧទាហរណ៍តែគាត់ទៅសោតនោះសោតជាភាសាបាលីសួរគាត់ថាសោតថាម៉េចបានន័យថាម៉េចគាត់អត់ដឹងគាត់ថានេះគឺជាធម៌ចាំបាច់បានន័យថាម៉េចសោតទៅដឹងបានបុណ្យណាបានសិលហើយចឹងណាទៅសុំទៅបានហើយអាកន្លែងហ្នឹងហើយគួរពិចារណាមកវិញមើលថាគ្រាន់តែទៅសោតឬក៏ទៅស្ដាប់ហើយបានធម៌បានសិលតើគាត់អាចយល់បានទេកន្លែងហ្នឹងថាវាជាការពិតទេព្រោះវាមិនមែនជាការពិតកន្លែងហ្នឹងឯងមិនកណាថាគាត់រត់ទៅនៅឆ្ងាយមែនតែម្ដងឧបមាថាឧទាហរណ៍ដូចជាព្រឹកមិញកណាបានឮពាក្យមួយកណាកាន់តែសង្វេគមែនតែម្ដងមានអ្នកចិត្តខាងរបស់កណាម្នាក់ដែលគាត់តែងទៅវិហារទៅសមាគមគាត់នឹងទៅស្ដាប់គេបញ្យល់ធម៌ស្ដាប់ឲ្យហើយគាត់មកប្រាប់វិញប្រាប់អ្នកផ្ទះកណាគំថាល្អណាស់កន្លែងសមាគមគាត់នឹងគេបញ្យល់ធម៌ធ្វើចិត្តកុំឲ្យខឹងធ្វើឲ្យចិត្តស្ងប់បានសុខសប្បាយតែត្រឡប់មកនៅក្នុងផ្ទះគាត់ដូចជាអត់មានសេចក្តីសុខពេលដែលគាត់ទៅសមាគមម្ដងកូនចៅគាត់អត់ដែលគ្រប់គ្រងទោះបីតែអ្នកផ្ទះគាត់ក៏អត់គ្រប់គ្រងតែគាត់ថាបានសេចក្តីសុខស្ងប់ល្អណាស់ធម៌របស់គាត់ទាំងល្អណាស់ចុះកូនដែលម៉ែឲ្យចាស់ហើយអត់ឲ្យម៉ែឲ្យទៅរកធម៌អញ្ចឹងតិចបាបចំណុចហ្នឹងកណាសុំអត់តន់ទៅដល់ចំណុចហ្នឹងសុំវែងញ៉ៃចំណុចដែលគាត់ថាគាត់ទៅរកធម៌បានសេចក្តីសុខបានសេចក្តីស្ងប់សុខអាណាគ្រាន់តែចេញផុតពីផ្ទះទៅអាសេចក្តីសុខនោះវាបាត់ទៅហើយនៅពេលគ្រាន់តែថាទៅហ្នឹងទម្រាំដល់ពេលត្រឡប់មកវិញទៅរត់តែគ្មានសេចក្តីសុខទៅទៀតចុះគាត់ថាគាត់ទៅរកធម៌តែគាត់មិនទៅរកសុខណាគាត់ថាគាត់ទៅរកធម៌ប៉ុន្តែគាត់អត់យល់ថាធម៌ហ្នឹងគឺជាអ្វីទៅស្ដាប់ធម៌ហ្នឹងធម៌ឲ្យគេបញ្យល់ថាម៉េចឧទាហរណ៍កណាសួរថាធ្វើចិត្តកុំឲ្យខឹង
កណាសួរត្រឡប់វិញថាលើលោកនេះមានពីណាម្នាក់ដែលចូលចិត្តចង់ខឹងមិនថាជាពុទ្ធបរិស័ទឬក៏ជាគ្រឹះបរិស័ទឬមកក៏ជាសាសនាអ៊ីស្លាមទេមូស្លីមទេគ្មានពីណាម្នាក់ដែលចង់ខឹងគ្មានពីណាម្នាក់ដែលចង់ទោសៈចង់មោហៈចង់មានលោភៈឲ្យវាបង្កើតសេចក្តីទុកដល់ខ្លួនទេបាទមានប៉ុន្តែដោយសារភាពអវិជ្ជារបស់មនុស្សវាគ្មានប្រតិកម្មដែលអាចទៅដឹងសតិតាមទាន់នៅទោសៈនៅលោភៈនៅមោហៈទាំងអស់នឹងហើយដែលមនុស្សបង្កើតទៅជាសេចក្តីទុកហើយបើគ្រាន់តែទៅស្ដាប់គេប្រាប់ថាអូធ្វើចិត្តកុំឲ្យខឹងទោះបីពីណាក៏ប្រាប់បានដែរអញ្ចឹងចាំបាច់ទៅរកធម៌មេចារកធម្មកថាឬមួយក៏រកគ្រូណាទៅបញ្យល់ទេរឿងខឹងពីណាមិនដឹងថាខឹងនឹងមិនល្អហើយក៏ចេះប្រាប់ដូចគ្នាថាកុំខឹងចេះប្រាប់ដូចគ្នាកុំខឹងអាកន្លែងហ្នឹងមួយធ្វើឲ្យកណានឹកឃើញទៅដល់ប្រសាសន៍របស់លោកគ្រូហ្គោនហ្កាដែលលោកតែងតែមានប្រសាសន៍ថាពីមុនលោកក៏ជាអ្នកដឹកនាំសាសនាព្រាហ្មណ៍ម្នាក់នៅប្រទេសភូមាហើយក៏ធ្លាប់ឡើងថ្លែងសន្ទរកថានៅលើវេទិកាលើអីបញ្យល់គេពីឲ្យចាក់ចេញពីលោភៈទោសៈមោហៈចាក់ចេញឲ្យឆ្ងាយពីកំហឹងវាជាសេចក្តីអន្តរាយជាអ្វីដែលជាមិនល្អប៉ុន្តែលោកថាអ្វីដែលលោកមានប្រសាសន៍ប្រាប់គេនោះវាគ្រាន់តែជាទ្រឹស្ដីនៅក្នុងគម្ពីររបស់លោកប៉ុន្តែគ្មានអ្នកណាម្នាក់ដែលត្រូវប្រាប់លោកថាយកចេញដោយវិធីណាចេញពីកំហឹងចេញពីទោសៈចេញពីលោភៈដោយវិធីណាអត់មានវាអត់មានគម្ពីរណាដែលអាចបង្ហាញផ្លូវឲ្យចេញបានអញ្ចឹងលោកត្រឡប់ទៅវិញលោកថាពេលខ្លះលោកបញ្យល់គេនៅលើវេទិកានៅលើអីហើយត្រឡប់មកផ្ទះវិញលោកដេកយំម្នាក់ឯងទឹកភ្នែកជោកខ្នើយក៏មានដែរពេលខ្លះគឺនៅពេលដែលលោកមិនទាន់បានទៅបដិបត្តិវិបស្សនាលោកមិនទាន់ដឹងពីមាគ៌ានៃការចាក់ចេញពីទុកបានត្រឡប់មកវិញដល់ពេលអញ្ចឹងអ្នកផ្ទះកណាហ្នឹងគាត់ក៏តំបានទៅស្វែងយល់ពីការបដិបត្តិថ្មីទៅគាត់ថាបើសិនជាអញ្ចឹងសាក់បងទៅកន្លែងវិបស្សនាម្ដងមើលក្រែងវាអាចចម្រើនជាងហ្នឹងក៏ខំបញ្យល់ណែនាំគាត់បើកឲ្យគាត់មើលគាត់ថាអូហួសសម័យហើយចំនួននេះណាគេទៅធ្វើសមាធិបិទភ្នែកអញ្ចឹងទៀតអាហ្នឹងសមាធិចំនួនមុនទៅហួសសម័យហើយកណាគាត់លឺអញ្ចឹងកណាសង្វេគមែនទែនមកកណាថាអូអនិច្ចាមនុស្សបើទៅលើសម្ភារៈវាអាចមានសម័យកាលបច្ចេកវិទ្យាវាជឿនលឿនវាសម័យកាលវិវត្តប៉ុន្តែមនុស្សតាំងពី2000ឆ្នាំ500ឆ្នាំមុនតាំងពីព្រះអង្គគង់នៅរហូតមកទល់ពេលនេះកណាអត់និយាយពីមុន2500ឆ្នាំទៀតទេពី2500ឆ្នាំរហូតមកដល់ពេលនេះតើមានមនុស្សណាដែលស្លាប់ខុសពីមនុស្សដល់សប្តាហ៍ថ្ងៃទេដង្ហើមមានដង្ហើមណាដែលដកទៅវាខុសពីពេលមុនហើយពេលនេះដកទៅខុសគ្នាទេណាកន្លែងនេះដល់ពេលកណាឬគាត់និយាយនឹងកណាពិតជាសង្វេគគាត់សង្វេគមែនទែននេះហើយគឺជាភាពមោហៈរបស់មនុស្សដែលគាត់មិនយល់អ្វីសោះដែលហៅថាប្រធរអ្វីដែលហៅថាសច្ចធម៌អ្វីទៅដែលហៅថាច្បាប់ធម្មជាតិភ្លើងតាំងពី2500ឆ្នាំលូកទៅក្តៅរលាករហូតមកដល់ពេលនេះក៏លូកទៅនៅក្តៅរលាកទោះបីវិជាទំនើបយ៉ាងណាក៏ដោយឲ្យតែមិនប្រើប្រព័ន្ធការពារគឺលូកទៅរលាកដូចតែគ្នាទឹកកកវានៅតែត្រជាក់ចំនួនមុនក៏ត្រជាក់ចំនួននេះក៏នៅត្រជាក់មនុស្សចំនួននោះរស់ដោយសារការដកដង្ហើមចំនួននេះក៏ងាប់ទៅដោយសារការមិនដកដង្ហើមដូចគ្នាវាអត់មានធម៌ណាដែលហួសសម័យឬក៏សច្ចធម៌ណាហួសសម័យច្បាប់ធម្មជាតិប្រែប្រួលវាអត់មានវាចេះប្រែប្រួលទេប៉ុន្តែធម្មជាតិអាចប្រែប្រួលដោយសារមនុស្សបំផ្លាញបរិស្ថានប៉ុន្តែច្បាប់ធម្មជាតិនៅតែជាសកលនៅតែជាស្ថិតនៅអត់អាចប្រែប្រួលបានសច្ចនៃធម្មជាតិសច្ចធម៌នៅតែប្រែប្រួលអាចបានអញ្ចឹងពេលដែលញោមឃើញគាត់ចាស់ហើយតរធរអញ្ចឹងហើយដូចតែពេលយើងយល់ថាខុសធរអញ្ចឹងណាអញ្ចឹងក៏កើតអារម្មណ៍សង្វេគសង្វេគគាត់អញ្ចឹងមិនថាចាស់ចិនចាស់ខ្មែរអត់តែចាស់គឺចង់តរធរអញ្ចឹងដូចគ្នាការពិតគ្រប់មនុស្សទាំងអស់ដែលគុណតែងតែស្វែងរកនៅសេចក្តីសុខគ្រប់មនុស្សសត្វដោយព្រះអង្គមានពុទ្ធដីកាថាគ្រប់មនុស្សសត្វតែងតែរមែងភ័យខ្លាចណាស់ចំពោះសេចក្តីស្លាប់ត្រង់ចំណុចហ្នឹងហើយបានព្រះអង្គទូលមានប្រាប់វិមាគាដើម្បីរំដោះទុក្ខហ្នឹងដើម្បីជៀសផុតនៅក្នុងការកាត់សម្លាប់ជីវិតគេក៏ដូចជាជីវិតយើងជីវិតអ្នកដទៃដូចគ្នាទាំងអស់តែខ្លាចស្លាប់អញ្ចឹងមនុស្សទាំងអស់មិនថាខ្មែរមិនថាចិនឬមួយក៏សាសនាគ្រឹះសាសនាឬមួយក៏អ៊ីស្លាមអីទេសិតតែភ័យខ្លាចណាស់ចំពោះសេចក្តីស្លាប់ប៉ុន្តែម្នាក់ស្វែងរកការរំដោះប៉ុន្តែដោយគ្មានមធ្យោបាយឬក៏គ្មានវិធីអញ្ចឹងទៅក៏ប្រើវិធីនេះដើម្បីបន្លប់ប្រើវិធីនោះដើម្បីបន្លប់ត្រឡប់មកវិញអ្វីដែលខាងក្រុមទឹកចិត្តសមណៈខំធ្វើការបញ្យលបង្ហាញពីអ្វីដែលហៅមាគាពធអ្វីដែលហៅថាជាជំនឿសាសនាគ្រាន់តែក្នុងន័យដើម្បីឲ្យគាត់ញែកឲ្យគាត់មានការភ្ញាក់រលឹកឡើងប៉ុន្តែវាមិនងាយទេចំណុចហ្នឹងដែលកណាចេះតែស្ដាប់ហើយគិតមើលទៅថាដោយព្រះអង្គសម្ដែងពីឈូក4សតបឈូកដែលនៅសតបបាតក្រោមមិនអាចរះផុតពីទឹកស្ទាន់ទេត្រូវចំណៃអណ្ដើក
ចំណីត្រីចំណីសត្វស៊ីបាត់ទៅហើយចំណុចហ្នឹងដែលគាត់រស់មកជាតិមកពេលខ្លះគាត់អាចមានឧបនិស្ស័យស្គាល់ទៅអ្វីទៅដែលហៅថាជាធម៌ចំណុចហ្នឹងឯងដែលកណាសង្វេគត្រឡប់មកទៀតថ្ងៃនេះខាងញាតិប្រពន្ធកណាហ្នឹងធ្វើបុណ្យកឋិនមួយគាត់គិតថាធ្វើបុណ្យកឋិនដើម្បីឲ្យមានឲ្យបានបុណ្យឲ្យមានអានិសង្សហើយគាត់ក៏ឃើញប្រពន្ធកណាហ្នឹងធ្លាប់ទៅវិបស្សនាគាត់ក៏សួរនាំបន្ទាប់ពីសួរនាំហើយប្រពន្ធកណាថាទៅវិបស្សនាទៅសមាធិល្អអញ្ចឹងក៏បញ្យល់ពីហេតុផលប្រាប់គាត់1 2 3អញ្ចឹងទៅគាត់ថាល្អដែរណាមានឱកាសគាត់ក៏ចង់ទៅដែរស្រាប់តែមានបងប្រុសម្នាក់ដែលនៅក្បែរនោះថាកោតដែរណារូបរាងប្រពន្ធហ្នឹងកោតតែប្តីឲ្យទៅដែរគាត់សំដៅទៅលើប្រពន្ធកណាណាថាកោតតែប្តីឲ្យទៅដែរតែប្រពន្ធកណាថាមិនមែនប្តីឲ្យទៅទេការពិតប្តីខ្ញុំនោះអ្នកជំរុញលើកទឹកចិត្តឲ្យទៅគាត់ថាតែប៉ុណ្្នឹងផងខ្ញុំមិនឲ្យទៅទេវអស់កិលេសចំណុចកន្លែងនោះដែលគុណគួរស្ដាប់ឲ្យសង្វេគគាត់ទេគាត់ប្រាថ្នាដើម្បីរួចចាក់ទុកដើម្បីស្វែងរកសេចក្តីសុខប៉ុន្តែគាត់សន្សំកិលេសនៅក្នុងខ្លួនគាត់ខ្លាចអស់កិលេសទៅវិញតើវាអាចទៅរួចទេនៅពេលដែលមនុស្សមានកិលេសហើយរួចចាក់ទុកព្រោះព្រះអង្គបានសម្ដែងថាមានរូបមានទុកវាកើតឡើងដោយសារកិលេសលោភៈទោសៈមោហៈដែលមានពេញនៅក្នុងខ្លួនមនុស្សហើយដល់កោជាទុកតែគាត់អត់យល់អីបានតិចក៏សោះគាត់បែរជាគិតខ្លាចថាអស់កិលេសទៅគាត់នឹងបាត់បង់នៅសេចក្តីសុខសួរគាត់ធ្លាប់ឮទេពាក្យមួយដែលថាគ្មានសេចក្តីសុខណាស្មើនឹងសេចក្តីស្ងប់ពាក្យហ្នឹងកណាជឿថាបរិស័ទខ្មែរពិតជាយល់ពិតជាដឹងពិតជាឮគ្រប់គ្នាប៉ុន្តែបែរជាអត់ជឿថានោះគឺជាពុទ្ធដីការបស់ព្រះពុទ្ធឬក៏ជាមេរៀននៃព្រះអង្គដែលបានបដិបត្តិហើយមានការត្រាស់ដឹងហើយក៏យកមេគានឹងមកបង្រៀនថាគ្មានសេចក្តីសុខណាស្មើនឹងសេចក្តីស្ងប់តែដល់ពេលគាត់គិតថាសេចក្តីស្ងប់របៀបនេះក៏អត់ចង់បាននេះក៏ចង់បានសេចក្តីសប្បាយរីករាយហើយឲ្យបានសុខនេះនឹងយើងអាចនិយាយមកបានថាគាត់ត្រូវការសេចក្តីសុខដូចយើងអញ្ចឹងប៉ុន្តែសុខរបស់គាត់គឺសុខជាមួយនឹងស្រីស្អាតសុខជាមួយនឹងកិលេសសុខមួយអីចឹងគាត់ថាសុខហើយដល់ពេលយើងរៀនតាមមេរៀនពពុទ្ធវិញសុខដល់យើងយកកិលេសចេញឲ្យកាន់តែច្រើនបានយើងសុខកាន់តែច្រើនយកចេញបានប៉ុណ្ណឹងសុខបានប៉ុណ្ណឹងប៉ុន្តែគាត់អត់អញ្ចឹងគាត់ទៅច្រាស់មកវិញយើងស្ដាប់មើលទៅថាវាមានជំរឿអញ្ចឹងបានពេលខ្លះពពុទ្ធលោកត្រាស់ដឹងហើយលោកឃើញសត្វហ្នឹងលោកកវីប្រកាសលោកដើរចេញមកមិនដឹងនិយាយថាម៉េចឥឡូវញោមចំណាយប្រហែលជីវិតទៅមកយល់ពុទ្ធប្រភេទហ្នឹងអញ្ចឹងយើងអាចនិយាយបានថាពេលដែលយើងឮពេលដែលយើងឃើញអញ្ចឹងយើងគ្រាន់តែសង្វេគសង្វេគចំពោះពួកគាត់ឲ្យបានយល់ហ្នឹងហើយអញ្ចឹងឥឡូវញោមនិយាយពីរឿងសង្វេគពីខ្លួនច្រើនចំពោះឃើញមនុស្សដើរខុសផ្លូវពធពុទ្ធដើរខុសផ្លូវពធពុទ្ធច្រើនអញ្ចឹងទៅញោមកាន់តែកើតចិត្តសង្វេគវិញចឹងទៅហើយចំពោះញោមចង់ជួយពួកគាត់មិនអាហ្នឹងវាជាចិត្តផ្សេងទៀតអាហ្នឹងយើងកុំនិយាយឥឡូវប៉ុណ្ណឹងចុះព្រះអង្គតុងអ៊ីនមើលចូលរួមតិចមើលចំពោះបរិស័ទខ្មែរដែលគាត់មើលមកកាន់ពធរបស់ពុទ្ធហ្នឹងវាទៅជារឿងផ្សេងតាមដែលយើងដឹងចឹងណាដូចជាមិនយល់ថាពធហ្នឹងវាជាមេគានៃកិច្ចបដិបត្តិជីវិតសោះគាត់ទៅជាយល់ថាពធហ្នឹងជារឿងស្អីណាចឹងតាមដែលព្រះអង្គស្កត់សម្គាល់មើលឃើញអញ្ចឹងលើកមកនិយាយទីកណាមុនទៅបើតាមខ្ញុំកណាមើលឃើញជាទូទៅបរិស័ទរបស់ខ្មែរយើងពួកគាត់ចង់បានធម៌គាត់យល់ថាគាត់តាមពិតគាត់អត់ស្គាល់ធម៌ហើយគាត់យល់ច្រឡំថាធម៌ហ្នឹងគឺជាមុនអាគមអីមួយយ៉ាងដែលអន្តងពលឹងរបស់គាត់ហ្នឹងទៅកាន់ឋានសួគ៌មកធ្លាក់នរកអញ្ចឹងហើយបានជាពួកគាត់នៅពេលដែលគាត់នៅពីក្មេងគាត់មិនដែលគិតពីរឿងធម៌រឿងអាហ្នឹងទេដល់ពេលធំឡើងដល់ពេលចាស់ហើយពេលចិត្តស្លាប់បានគាត់នឹកឃើញថាអូយ៉ាងត្រូវគិតពីរឿងជាតិមុខដែលគាត់មានតែតែមានពាក្យនិយាយថាពីក្មេងគិតរឿងរៀនសូត្រទៅដល់ពេលធំពេញវ័យគិតរឿងរស់ស៊ីដល់ពេលចាស់គិតរឿងជាតិមុខម្ដងណាយ៉ាងគាត់អត់បានស្គាល់ថាតើធម៌ហ្នឹងជាស្អីទេតែតាមពិតទៅដែលធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងគឺជាដំណើរនៃធម្មជាតិឲ្យមនុស្សសត្វក្នុងโลกហ្នឹងយកមកបដិបត្តិដើម្បីបានសេចក្តីសុខរស់នៅស្របជាមួយនឹងធម្មជាតិណាតែពួកគាត់មិនអញ្ចឹងគាត់មិនត្រឹមតែមិនស្គាល់ទេថាទាំងយល់ច្រឡំថាភាសាបាលីថាគាត់ពេលដែលគាត់ទៅសូត្រនៅក្នុងវត្តក្តីនៅក្នុងទីប្រជុំជនណាមួយក្តីពេលដែលគាត់សូត្រទៅហើយនឹងជួយដឹកនាំពួកគាត់ឲ្យទៅកាន់ទីណាមួយដែលពួកគាត់ចង់ទៅដែលតាមពិតទៅអ្វីដែលពួកគាត់សូត្រនោះគ្រាន់តែជាភាសាបាលីដែលមាន
ព្រោះភាសាម៉ាសម្ពុតព្រះអង្គត្រាស់ដឹងនៅប្រទេសឥណ្ឌា ណា ហើយនៅក្នុងប្រទេសឥណ្ឌាគេប្រើប្រាស់ភាសាបាលីអញ្ចឹងអ្វីដែលព្រះអង្គមកព្រះអង្គសម្ដែងមកគឺជាភាសាបាលីហើយភាសាបាលីនោះនៅក្នុងន័យនោះគឺជាមេរៀនដើម្បីយកមកបដិបត្តិហើយពួកគាត់មិនអញ្ចឹងថែមទាំងបើចាស់នៅស្រុកកណាស្រុកអាត្មាខ្លះផងគាត់យល់ថាភាសាបាលីពេលដែលយកមកប្រែទៅជាអត់បានបុណ្យយកទៅសូត្រអត់បានបុណ្យអត់ទៅជាអញ្ចឹងទៅគាត់យល់ថាដើម្បីសូត្រទៅនឹងដើម្បីឲ្យជួយដឹកនាំពលឹងវិញ្ញាណគាត់យល់ថាគាត់មានពលឹងមានវិញ្ញាណអញ្ចឹងពេលដែលគាត់ស្លាប់ទៅនឹងដើម្បីទៅកើតទីណាមួយដែលគាត់ចង់បានដែលគាត់ប្រាថ្នានៅពេលដែលបានឮធម៌ពេលដែលបានស្ដាប់ធម៌វាទៅជារបស់ស័ក្តិសិទ្ធិមួយកន្លែងខ្លះគេយកអាធម៌យកស្អីយកភាសាបាលីហ្នឹងយកទៅសូត្រដើម្បីទាំងរំដោះគ្រោះដើម្បីទាំងធ្វើពិធីកម្មផ្សេងអញ្ចឹងទៅហើយតាមពិតវាជាភាសាមួយដោយតែភាសាយើងនិយាយភាសាខ្មែរនឹងអញ្ចឹងដោយតែភាសាអង់គ្លេសដូចជាភាសាចិនដូចជាភាសាបារាំងដែលគេយកមកប្រើនៅក្នុងប្រទេសមួយដើម្បីទំនាក់ទំនងគ្នាតែយើងបានតែភាសាម៉ាសម្ពុទ្ធព្រះអង្គត្រាស់ដឹងនៅប្រទេសឥណ្ឌាព្រះអង្គសម្ដែងមកជាភាសាបាលីយើងយល់ថាភាសាបាលីដែលព្រះអង្គសម្ដែងមកទៅជាមុនអាគមអូមអាមស័ក្តិសិទ្ធឯណាឯនោះទៅវិញទៅកណាចឹងបានជាពួកគាត់នឹងចេះតែខំប្រឹងចាំណាតែគាត់ទៅវត្តគឺគាត់ខំប្រឹងទន្ទិញចាំភាសាបាលីនឹងចាំហើយចឹងទៅដល់ពេលចាំហើយគាត់យកមកសូត្រជួនណាកន្លែងខ្លះណាគាត់គេនិយាយបែបចំអកលេងដាក់គ្នាចឹងទៅឧទាហរណ៍ថាតាអាចារ្យហ្នឹងពង្រៀនយាយហ្នឹងឲ្យទន្ទិញសូត្របាណាទេបាតាវេរមណីយាយឯងទិញចឹងណាបាណាទេបាតាវេរមណីបាណាទេបាតាវេរមណីតាអាចារ្យហ្នឹងថានាំទិញហ្នឹងហើយយាយខ្ញុំទៅបត់ជើងតូចមួយតាអាចារ្យទៅបាត់ទៅមើលស្ទុះក្រោយមកវិញមើលយាយមិនចាំទេមើលសូត្រមើលយាយតួបាត់ហ្មងតាណាក៏ដូចតាណាណាក៏ដូចតាណាអញ្ចឹងទៅខ្ញុំចង់និយាយថាម៉េចគឺថាអ្នកដែលចូលវត្តហ្នឹងគឺសវ៉ាសទិញចង់ចាំភាសាបាលីទិញភាសាបាលីហើយថែមទាំងយើងជាជនជាតិខ្មែរយើងមិនទៅយល់ដឹងរឿងភាសាបាលីអីអញ្ចឹងថាវាមិនត្រូវជ្រុងអក្សរអីយ៉ាងណាអញ្ចឹងទៅចេះតែនាំគ្នាបពាក់បពូនរឿងភាសាបាលីអញ្ចឹងភាសាបាលីហ្នឹងវាក៏តែជាភាសាមួយដែលពុទ្ធលោកសរសេរខ្លឹមសារធម៌ទុកនៅក្នុងភាសាហ្នឹងប៉ុន្តែពេលខ្លះកណាសង្កេតឃើញតាអាចារ្យមួយចំនួននោះគាត់បែរជាជជែកគ្នាទៅទៀតគ្រាន់តែក្នុងការអានខុសសំនៀងអញ្ចឹងទៅអានខុសសំនៀងអ្នកនេះអានថាអញ្ចេះអ្នកនោះអានថាចោះតែបានតិចគឺគាត់ជជែកគ្នាសឹងថាបែកអូហូជាស្ទឹងឬក៏ពេលខ្លះឡើងតឹងសរសៃកដាក់គ្នាក៏មានដែរអាហ្នឹងគាត់ទៅជាជជែករឿងភាសាណាតែប៉ុន្តែការពិតគាត់មិនជជែករឿងគាត់មិនដឹងថាគាត់កំពុងតែជជែករឿងភាសាទេតែគាត់គិតថាគាត់កំពុងតែជជែកវែកញែករឿងធម៌ទី1ទី2ក្នុងចិត្តគាត់គិតថាបើសិនជាអានទៅខុសឬក៏សូត្រទៅវាមិនត្រូវសំនៀងដើមទេវាអត់បានបំទេវានឹងបាទៅទៀតកណាវានឹងបាទៅទៀតហ្នឹងដូចជាមានលោកមួយអង្គទេសនាហេតុដែលនាំឲ្យកើតបុណ្យមាន3យ៉ាងទី1បាសាទោសេចក្តីចេះថ្លាទី2សង្វេគោនៃដើមសង្វេគោអាចជើងគោហើយជើងកអាចជើងគោហ្នឹងដល់ពេលវាគប់ពីយូរទៅវាទៅជាដើមទៅជាជើងតលោកហ្នឹងអត់ចេះភាសាបាលីវាមិនសង្វេគោវាទៅជាសង្វេតោឡើងទេសនាថាញោមមកហេតុដែលនាំឲ្យកើតបុណ្យ3យ៉ាង1 2 3អាមួយនោះគឺសង្វេតោតាចាលេងត្មងយេគុណសង្វេគោមិនសង្វេតោទេហៅគេសេចឹងណាតាសង្វេតោថាគុណឯងនៅក្មេងខ្ញុំកណាចាស់រៀនមុនលោកនឹងចង់ឈ្នះតាពេកឥឡូវអាត្មាសួរចេះតើសង្វេតោហើយសង្វេគោហ្នឹងមួយណាត្រូវអាត្មាមិនខ្វល់ទេអាត្មាចង់ដឹងថាតោហើយគោអាណាខ្លាំងជាងញ៉ាតោស៊ីគោអស់ឡូវចឹងតោខ្លាំងជាងចឹងត្រូវទៅយកពាក្យតោទៅវាមានបារមីឬមានមហត្តរិទ្ធខ្លាំងជាងវាមិនមែននាំគ្នាជជែកខ្លឹមសារធម៌ទៅជជែកភាសាគេណាហើយធ្វើដូចខ្លួនហ្នឹងវាចេះភាសាហ្នឹងវាយ៉ាងនេះយ៉ាងនោះវាអត់ទៅទៀតអាហ្នឹងហើយដែលគាត់ច្រឡំថាគាត់ជជែកធម៌ហើយគាត់ជជែកធម៌ដូចតែគាត់ទៅរកធម៌គាត់ចង់បានធម៌អញ្ចឹងគេណាចំណុចមួយទៀតដែលដូចតគុណលើកឡើងខាងដើមអញ្ចឹងថាពីក្មេងគិតតែពីសុបាយមិនគិតអីទេខំតែរៀនសូត្រទៅដល់ធំបន្តិចចាំគិតរឿងរស់ស៊ីដល់ចាស់ចាំគិតទៅរកធម៌កណាពេលខ្លះកណាតែងតែលើកឧទាហរណ៍បញ្យលពួកគាត់រឿយលេងថាឧទាហរណ៍ថាឥឡូវ
ចំណាស់មកឥឡូវឧទាហរណ៍ថាគាត់អាយុ65ឬក៏70ហើយកណាសួរថាចុះអាសិនជាឥឡូវនេះអ៊ំមានលុយអ៊ំសប្បាយចិត្តទេព្រោះថាបើសិនជាមានលុយឥឡូវនេះយកទៅហូបអ្វីក៏មិនបានឆ្ងាញ់ដូចចិត្តចង់ទៅដើរលេងក៏មិនឆ្ងាញ់ដូចក៏មិនសប្បាយដូចចិត្តព្រោះអីថ្មិញវាអន់កម្លាំងវាខ្សោយជើងវាចុករយសពុនអញ្ចឹងយ៉ាងណាមិញទោះបីមានលុយក៏វាលែងទៅមានប្រយោជន៍ទៅហើយតែបើសិនជាក្មេងមានលុយវិញគឺគាត់កំពុងតែពេញសប្បាយដោយសារអីលុយមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់ពួកគាត់អាចយកទៅធ្វើអ្វីគ្រប់បែបយ៉ាងសប្បាយបានគ្រប់បែបយ៉ាងណាមិញត្រឡប់មកវិញធម៌ក៏ដូចគ្នាដែរធម៌បើសិនជាជីវិតគាត់មានធម៌ពីក្មេងជីវិតគាត់រឹតតែមានសេចក្តីសុខហើយនឹងសេចក្តីចម្រើនកាន់តែច្រើនទៅមុខទៀតណាហើយទី1ទី2គាត់អត់មានលេងលបែងបោកដកឧទាហរណ៍ថាបើពីតូចគាត់ស្គាល់ធម៌គាត់ស្គាល់ពីសច្ចធម៌ស្គាល់ពីច្បាប់ធម្មជាតិគាត់មិនធ្វើនៅអ្វីដែលប្រឆាចហេតុផលគឺគាត់ទទួលបានសេចក្តីសុខទទួលបានសេចក្តីចម្រើនអញ្ចឹងគាត់អត់មានបានសាងបាបឬក៏សាងនៅសេចក្តីអាក្រក់ទេអត់មានបានសាងតាំងពីក្មេងទៅអញ្ចឹងបានន័យថាគាត់កំពុងតែសន្សំលុយគាត់ដាក់ចូលទៅក្នុងធនាគារដើម្បីទៅថ្ងៃមុខគាត់ចាយនៅអ្វីដែលគាត់បានសន្សំទុកនេះតើវាចម្រើនទេល្អជាងពីក្មេងគាត់ទៅដើរលេងទៅសប្បាយភ្លើតបង្ករឿងបង្កទុកទោសដល់អ្នកដទៃដល់ខ្លួនឯងបង្កើតនៅបាបកម្មផ្សេងអញ្ចឹងទៅហើយដល់ពេលចាស់ឡើងបានចាប់ផ្ដើមទៅសុំសិលទៅរកធម៌ទៅរកខុសធម៌ទៅទៀតមិនដឹងថាធម៌នឹងជាស្អីសិលនឹងជាស្អីតើនោះជាសេចក្តីវិនិច្ឆ័យឬក៏ជាសេចក្តីចម្រើនហើយចាស់ហើយងាយណាទៅដឹងណែណាទៅមានងាយណាទៅរៀនរកធម៌ទោះបីទៅអង្គុយមិនកើតចុកចកេះទៅជិះម៉ូតូជិះឡានទៅខ្លួនឯងទោះបីមានលុយមានសម្បត្តិក៏ដោយក៏ទៅបើកពិបាកបើកប្រពើមទើសគេទៅឯងឧទាហរណ៍ឃើញវាពិបាកសោះពិបាកគ្រប់ប៉ុន្តែដោយសារខ្មែរយើងមិនស្គាល់ថាធម៌នឹងគឺជាអ្វីយកមកប្រើបានជាប្រយោជន៍អ្វីអញ្ចឹងមិនបាច់គិតមិនបាច់ខ្វល់ទេរឿងធម៌ទុកឲ្យលោកហើយអាចារ្យទៅឲ្យទៅលោកហើយអាចារ្យគាត់ប្រាប់ថាមិនចាំធ្វើតាមតែគាត់គម្រប់តែកិច្ចទៅបានណាចាំអាចារ្យថាមិនយ៉ាងផនទេតាមเขาអញ្ចឹងតែនឹងធម៌តោះឥឡូវប៉ុណ្ណឹងចុះយើងចង់ផ្ដល់ឱកាសឲ្យញាតិញោមពុទ្ធបរិស័ទប្រកាសណាគ្រប់ព្រះអង្គដែលបានស្ដាប់ការជជែកពីរឿងធម៌ការទៅរកធម៌អីយ៉ាងណានោះចូលរួមជាមតិជជែកព្រោះយើងមិនដឹងថាធ្វើអីផងជីវិតទៅយូរទៅដូចចង់អបសុកអីចឹងដល់ជជែកធម៌ចឹងទៅដូចចឹងឲ្យពួកគាត់ជជែកដែរគាត់អបសុកដូចពូដែរអង្គុយសង្វេកយូរទៅហោះទៅលើមេឃបាត់អីបានពណ៌មានអត់ប្រកាសលេខទូរស័ព្ទផងគណៈអរគុណគុណចាស់ដូចជាអរគុណលោកពូនេតិដំបងដែលបានសម្ដែងពធនេតិបន្តគឺជានេតិរបស់អស់លោកអ្នកស្ដាប់បើសិនជាមានបំណងចង់ទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីលេខទូរស័ព្ទមាន3ប្រព័ន្ធទី1 070 88 107 090 288 107 088 898 107គណៈសូមអនុញ្ញាតទទួលគាត់តែម្ដងកម្មវិធីផលប្រយោជន៍ពធសូមជម្រាបសួរសូមជម្រាបសួរលោកពូសូមជួយជម្រាបឈ្មោះលើលោកពូសូមបាទសូមជួយជម្រាបឈ្មោះទីកន្លែងដែលទូរស័ព្ទចូលរួមមានអ្វីចូលរួមសូមអញ្ជើញបាទខ្ញុំកណាត់ខ្ញុំបាទថ្ងៃនេះមានបបទេសនាចេញចូលរាល់ថ្ងៃចេញអត់ចូលចេញអត់តបវាសនាទេបនិស័យខ្ញុំកណាត់ខ្ញុំបានមកសុបាទតកតែនចិត្តនៅខេត្តកំពង់ស្ពឺចុកសម្រងតងខំត្រប៉ាំងកងភូមិត្រប៉ាំងដងនៅឯគុំជួយមកញោមជួយមកណាសូមនមស្ការចំពោះព្រះអង្គម្ចាស់គ្រូនៅក្នុងបន្ទប់ចាយជាមួយនឹងគ្រូក្មិនទាំងអស់នៅក្នុងទីប្រជុំធម្មសាកឆានៅក្នុងរាត្រីនេះបាទជំរាបសួរបាទជួយមកញោមមានអីជួយមកបាច់មកញោមខ្ញុំហ្នឹងបានស្ដាប់ព្រះអង្គវាគ្មិនបានអធិប្បាយច្រើនមកគ្រប់គ្រាន់ហើយចំណែកថាវាថាពុទ្ធបរិស័ទយើងពុំមានសមត្ថភាពក្នុងការយល់ធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់គិតដូចវាគ្មិនមានប្រសាទចឹងមែនខ្ញុំកណាស្ដាប់ទៅឃើញចឹង
ចូលថាឥឡូវយើងបន្ទប់ចំពោះពុទ្ធបរិស័ទយើងក៏មិនគួរបន្តដែរអានឹងមកតាមយោបល់vonខ្ញុំកណាខ្ញុំបាទក្នុងឱកាសនេះ បាទ ពីព្រោះពុទ្ធបរិស័ទយើង គាត់ប្រាប់តាមិនតន់ស្ដីផង ហៅថាលេងក្នុងជំនឿនេះវាយូរមកហើយឥឡូវណាយើងមានតែវិធីមួយយើងជួយគ្នាជាងកែយ៉ាងណារត់តលឹងយ៉ាងណាដើម្បីយើងរត់មកជាបាលយ៉ាងណាដើម្បីយើងកែគុណសេចក្តីខុសនេះឲ្យបានទៅតាមបំណងរបស់ពួកយើងក្នុងឱកាសនេះខ្ញុំគណៈខ្ញុំបានឃើញកលឹះមួយខ្ញុំគណៈចំប្រពៃនឹងជំរាបបាទអរគុណខ្ញុំជើញ នៅទូទាំងប្រទេសកម្ពុជាយើងផងហើយមួយលើក្រមធម្មសាស្ត្រវិទ្យាយើងផងដើម្បីឲ្យបានត្រួតនៅកលឹះនេះកលឹះនេះមកពីប្រភពវិសាទាំងឡាយទាំងអស់គ្រប់អង្គវិទ្យាទាំងអស់នៅក្នុងប្រទេសកម្ពុជាយើងសម្ដែងធម៌មិនដូចជាព្រះសម្មាសម្ពុទ្ធសម្ដែងទេព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គសម្ដែងធម៌ប្រកបទៅដោយអនុបត្តិកថាណាយើងកាត់មកកន្លែងហ្នឹងទៅចុះកន្លែងទៅចុះ បាទខ្ញុំជើញ ហ្នឹងគេថាមិនចប់បបតាហ្នឹងគេថាទីដើមមកឲ្យគេថាបបតាហ្នឹងគេថាខាងដើមមកទៅយកទៅទីហ្នឹងយើងយកមកថាព្រះអង្គសម្ដែងតាមលំនាំពីដើមមកគឺតាមលំនាំពីដើមមកលំនាំរបស់បុគ្គលណាគឺលំនាំរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយដែលថាដឹងមុនព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនោះនៅដល់អង្គក្រោយហ្នឹងលោកទេសនាទៅតាមលំនាំអង្គមិនហៅថាអនុបត្តិកថាហើយដល់បានផ្ដាំទៅតាមលៀនទៅខុសទាំងឡាយធម្មកថាឯណាក៏ដោយសម្ដែងធម៌តែប្រកបទៅដោយអនុបត្តិកថាទៅឈ្មោះថាអង្គនៃធម្មកថាហើយអនុបត្តិកថាហ្នឹងខ្ញុំកណាសូមរាប់ជាទៀតបល័យដើម្បីជាទៀតឡើងជាប្រធានបទដើម្បីឲ្យឃើញថាមិនមែនសម្ដីរបស់ខ្ញុំកណាខ្ញុំបាទទេគឺសម្ដីរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងមកលោកបាទទី1ទីនកថាណាទីនកថានិយាយអំពីទៀនទី2ក្នុងក្រែដដែលហ្នឹងសូមបងប្អូនម្ចាស់ថ្ងៃហ្នឹងគឺក្រែមួយហ្នឹងសម្ដែងគឺ5ចំណុចហ្នឹងទី1គឺទៀនកថានិយាយអំពីទៀនចំណុចទី2និយាយអំពីទីនកថានិយាយអំពីសិលទី3និយាយអំពីសក្កកថានិយាយអំពីធម៌របស់ទៀននឹងទៅតាមបានទៅអត់នៅក្នុងកន្លែងមួយហៅថាយើងធ្លាប់លឺមកថាគឺស្ថានទូហ្នឹងឯងហៅថាសក្កកថាទី3ព្រះអង្គសម្ដែងអំពីអភ័យទោសខ្ញុំប្រាប់ផ្លេចប្រធានបទមួយទី1គឺនកថាទី2សិលកថាទី3សក្កកថាសក្កកថាទី4អាទីនវកថាណាអាទីនវកថាព្រះអង្គក្នុងក្រែដែលហ្នឹងទៅសម្ដែងអំពីទោសរបស់ស្ថានទូតណាកាលទៀនយើងបង្ហាញស្ថានទូតផលរបស់ទៀនគឺបានទៅកើតក្នុងស្ថានទូតទី2សិលហើយតមកក្នុងស្ថានទូតបាទនៅអត់ទៅមុខទេនិយាយឲ្យលឿនតិចមកទី3បងប្រាប់អំពីទោសរបស់ស្ថានទូតណាទី4ប្រាប់អំពីទោសរបស់ស្ថានទូតបាទទី5ការទីនវៈតាមនេះជំនឿនៃចង្កកថាគឺព្រះអង្គចង់ឲ្យពុទ្ធបរិស័ទនឹងបានយល់អំពីពុទ្ធសាសនាហ្នឹងឯងដូចជាកាមទី5ប្រតានឹងធ្វើរដីកាមិននោះតើឥឡូវសរុបមកញោមមកសរុបមកញោមឃើញលោកនៅក្នុងស្រុកខ្មែរយើងនឹងសម្ដែងខុសធម៌អញ្ចឹងញោមចង់ម៉េចញោមឃើញលោកសម្ដែងអត់សមជាធម្មកថាហ្នឹងញោមចង់ឲ្យធ្វើម៉េចសម្ដែងទៅទៀនហ្នឹង10000ឬ20000ហ្នឹងនិយាយទៅទៀនហ្នឹងវងតែម៉ោងនោះ
មានអង្គការយីអង្គទីសិលហ្នឹងមកហ្នឹងទៅសិលហ្នឹងចាប់មកនឹងមួយហ្នឹងអ្នកផ្សេងទៀតអត់បងអ្នកផ្សេងទូអ្នកផ្សេងគណៈសូមទទួលប្រព័ន្ធទូរស័ព្ទបន្តទៅទៀតកម្មវិធីផលប្រយោជន៍វធសូមជម្រាបសួរបាទជម្រាបសួរលោកពូសូមជួយជម្រាបឈ្មោះនិងទីកន្លែងទូរស័ព្ទចូលរួមមានអ្វីចូលរួមសូមអញ្ជើញបាទនៅខាងព្រីវេកជួយមកញោមមានអីចង់សួរឬក៏និយាយពីអីមកញោមណាចង់តបទៅលោកអើយលោកទៅវិញទៅលោកអារឿងវិញចឹងហើយដល់ឡប់រឿងរបស់ប្រទេសអារឿងហ្នឹងដេកកម្មទៅក្នុងយូររាប់ពាន់ឆ្នាំហើយទីដល់ផុតដល់ផុតទៅឃើញទៅគុំម្ចាស់ខ្ញុំតាមផ្សាយគុំដល់ផ្សាយគុំងាយផងបាទអរគុណចង់គណៈសូមអនុញ្ញាតទទួលប្រព័ន្ធមួយប្រព័ន្ធទៀតកម្មវិធីផលប្រយោជន៍នៃព្រះធម៌សូមជម្រាបសួរខ្ញុំបាទសូមជម្រាបសួរអ្នកសម្រុះសម្រួលនឹងព្រះអង្គគ្រូនៅក្នុងបន្ទប់ដែរព្រះអង្គគ្រូមកទៀតហើយញោមក្រូចជើញមកញោមក្រូចជួបព្រះអង្គគ្រូហើយមានអីញោមខ្ញុំកណានៅភូមិវាវងឃុំតែនដីស្រុកកំរងតងខេត្តកំពង់ស្ពឺឈ្មោះចាសម្បូរអ្នកកំពង់ស្ពឺដល់ហើយខ្ញុំមានយោបល់បន្តិចព្រះអង្គគ្រូទាំងអង្គគ្រប់អង្គទាំងអស់នៅក្នុងបន្ទប់ដែរយោយកម្មវិធីផលប្រយោជន៍ធម៌សមាអ្នកស្ដាប់តោះហ្មងតែប្រព័ន្ធគ្រប់អង្គវិញនេះអត់ទាន់អត់ដែរណាព្រះអង្គមើលអត់យល់ដល់បណ្ដឹងអស់ប្រាប់ថាម៉ោងពេលដល់ព្រះហ្នឹងប្រាប់ថាស្រឡាញ់មនុស្សតែដល់គ្រប់ជាស្រឡាញ់កូនស្រឡាញ់ប្រពន្ធស្រឡាញ់រូបស្រឡាញ់វិញ្ញាណរបស់ពិភពមនុស្សហើយបើព្រះនោះអត់មនុស្សមកប្រោះបានតែចឹងឯងខ្ញុំពួកបៃតាចូលបាត់ទៅហើយមើលទៅហើយខមកជាតិទេខមកតាមណាខនឹងតាមកតាប់អ្នកបួសបុព្វជាតិនឹងហៅខដល់អ្នកប្រហោះហ្នឹងអត់បួសហៅខមកជាតិញោមស្រួលរៀនចេញពីសាលាប្រអិនហ្មងញោមមើលទៅច្បាស់ណាហើយសួរនាទីបងអង្គតែបងអត់ទាន់ដឹងផងជាសួរនាទីអង្គអ្វីផងហ្នឹងហើយទៅបញ្យល់កណាថាកណាមកងឹតពងវិញមិនចឹងកណាសូមសួរថាបើតើអ្នកទៀនតើមានភ្នំពេញគោវត្តលឺអភិវឌ្ឍជនបទកើតមានផ្លូវលងថ្មីមកអត់មានចេតនាពន្យល់ញោមហត់ស្មាចេះទេសនាលេងអបសុកញោមអុយអបសុកពេកដឹងធ្វើអីទេសណាអត់មានផ្សេងអត់ធ្វើសង្គ្រាមជាមួយដំណាក់សូមផ្សេងទួលមកណាវល់ដល់របស់ពុលគណៈអត់មានទៀតទេអញ្ចឹងគណៈសូមប្រកេតនាទីសាទៀតមើលមានញាតិញោមបើសិនជាអស់លោកអ្នកស្ដាប់មានជាបំណងចង់ទូរស័ព្ទចូលរួមលេខទូរស័ព្ទនៅក្នុងកម្មវិធីមាន3ប្រព័ន្ធទី1070 88 1007 092 88 1007 088 898 100 គណៈដូចជាអត់ឃើញគាត់ទូរស័ព្ទចូលរួមនេះគណៈសូមប្រកេតនាទីនេះទៅប្រគុណម្ចាស់ដើម្បីសម្ដែងបន្តតែម្ដងគណៈសូមនិមន្តបានព្រោះញោមញាតផ្សាយជាថ្មីម្ដងទៀតមិញទទួលបានញាតិញោមខលចូលមកនិយាយមែន3នាក់ដែរហើយចូលមកនិយាយញោមមកនិយាយត្មងនិយាយអត់ទេបើនិយាយឲ្យបែបភាសាយល់ចិត្តយល់ថ្លើមគ្នាហៅថាគោហ្មងគោបធមគោបធមអ្នកគោធមមិនចូលមករៀនធម៌ចូលគោធម៌គោធមញោមនោះគាត់តែកងធម៌អាន3ដងអត់ដល់ចោតអត់ឃើញតែនិយាយបែបអ្នកយល់ចិត្តញោមយើងយល់ចិត្តនេះយើងនិយាយអីក៏បានដែរមិនជាអីទេឥឡូវចូលមករឿងបរិស័ទញាតិញោមហ្នឹងស្គាល់ធម៌អត់តរធម៌អត់ណាចឹងព្រះអង្គមិនអាចជាក់បន្ថែមបានទាំងអ៊ីនដែលព្រះអង្គលើកថាញាតិញោមហ្នឹងទៅជាច្រឡំធម៌នឹងភាសាបាលីមើលជួយវែករឿងពធនឹងភាសាបាលីនឹងមិនតិចមើលកែលោកគាត់បានយកទៅពិចារណាបានពណ៌ញាតិញោមផ្សាយថ្មីអញ្ចឹងញាតិញោមមួយចំនួនធំដែលជាទូទៅច្រើនតហ្មងញោមដែលគាត់យល់ថាពធហើយនឹងភាសាបាលីហ្នឹងគឺតែមួយតែតាមពិតទៅភាសាបាលីគឺជាភាសាបាលីចំណែកឯពធគឺជាពធភាសាបាលីគ្រាន់តែសំដែងមកដើម្បីឲ្យញាតិញោមរៀនពីព្រះធម៌រៀនពីធម៌អំពីដំណើរនៃធម្មជាតិថាជីវិតហ្នឹងកើតមកវាកើតមកហើយវារមែងស្លាប់ទៅវិញធម្មជាតិជាធម្មជាតិញោមនេះជាដំណើរនៃធម្មជាតិ
វាគឺជាធម៌ហើយភាសាម៉ាសម្ពុទ្ធព្រះអង្គសំដែងមកក្នុងភាសាបាលីទោះជាយើងបើសិនជាព្រះអង្គកើតមកព្រះអង្គបដិសន្ធិមកនៅក្នុងស្រុកខ្មែរព្រះអង្គសំដែងមកជាភាសាខ្មែរបើព្រះអង្គកើតមកនៅក្នុងប្រទេសអង់គ្លេសនៅអឺរ៉ុបព្រះអង្គសំដែងមកជាភាសាអង់គ្លេសបើព្រះអង្គកើតមកនៅក្នុងប្រទេសថៃព្រះអង្គសំដែងមកជាភាសាថៃអញ្ចឹងភាសាគឺផ្សេងចំណែកធម៌គឺផ្សេងភាសាដែលព្រះអង្គសម្ដែងមកគ្រាន់តែព្រះអង្គសម្ដែងមកឲ្យយើងសិក្សាឲ្យស្គាល់ធម៌ថាអូអ្វីទៅជាដំណើរនៃធម្មជាតិនៃភ្លើងគឺក្តៅធម្មជាតិនៃទឹកកកគឺត្រជាក់អញ្ចឹងយល់ពីដំណើរនៃធម្មជាតិហើយយើងអាចរស់ស្របនឹងដំណើរនៃធម្មជាតិចឹងចង់និយាយថាពធគឺជាខ្លឹមសារមួយគឺជាមេរៀនមួយគ្រាន់តែយកមកតាក់តែងយកមកសរសេរជាភាសាបាលីកណាអញ្ចឹងវាមិនមែនជាធម៌មិនមែនធម៌គឺភាសាបាលីភាសាបាលីគឺធម៌ទេមែនទេអញ្ចឹងពធវាគ្រាន់តែជាមេរៀនមួយលើកឧទាហរណ៍ដូចថាព្រះអង្គឯងអញ្ចឹងទៅឋានប្រអិនបាត់10ឆ្នាំកណាមកវិញចេះរូបមន្តមួយចេះមេរៀនមួយធ្វើគោឲ្យខ្លាយជាឆ្កែមេរៀនរូបមន្តនឹងមួយចេះធ្វើគោឲ្យខ្លាយជាឆ្កែហើយក៏សរសេរទុកក្នុងភាសាអីមួយទៅភាសាអីមួយភាសាប្រអិនហ្នឹងអញ្ចឹងជាសរសេរទុកជាភាសាអីមួយទៅជាភាសាខ្មែរឬក៏ភាសាអង់គ្លេសទៅប៉ុន្តែភាសាហ្នឹងមិនមែនរូបមន្តធ្វើគោឲ្យខ្លាយជាឆ្កែមែនទេមែនទេអញ្ចឹងអាខ្លឹមសារដើមនោះគឺរូបមន្តរបស់វាអត្ថន័យរបស់វាមួយអញ្ចឹងយ៉ាងណាមិញបន្ទាប់ពីពុទ្ធបានត្រាស់ហើយព្រះអង្គបានរូបមន្តមួយមេរៀនមួយរបស់ព្រះអង្គហើយយកអារូបមន្តយកអាមេរៀនហ្នឹងយកមកសរសេរជាភាសាបាលីដល់ពេលបរិស័ទខ្មែរចូលទៅរកអារូបមន្តទៅរកអាមេរៀនហ្នឹងតែទៅអត់ដល់ត្រឹមតែភាសាបាលីមិនទិញចាំយកមកវិញចេះតែហ្មងមិនចឹងណាញោមយល់កណាតែគុណយល់ណាតាមពិតទៅគាត់មិនត្រឹមតែទិញឲ្យចាំឲ្យចេះថាគាត់មានធម៌ឬក៏មានសិលទេគាត់បែរជានាំទៅសរសើរព្រះអង្គទៅទៀតគ្រាន់តែទុំបីតែពាក្យដែលគាត់ទៅសរសើរព្រះអង្គទៅថាទៅថ្វាយបង្គំព្រះហ្នឹងគាត់ក៏គិតថានោះគឺជាការសុំសិលរបស់គាត់ដែរព្រោះអីដោយសារគាត់ខំសរសើរព្រះអង្គច្រើនណាស់ហើយរឿងអីព្រះអង្គត្រូវតែតបស្នងឲ្យសិលមកគាត់វិញដើម្បីគាត់បានបុណ្យកណាអញ្ចឹងអាកន្លែងហ្នឹងបរិស័ទខ្មែរយើងគាត់មិនទាន់ញែកឲ្យច្បាស់ថារវាងការស្គាល់និងការច្រឡំទោះបីតែកណាដែលកំពុងតែសង្កេតទៅលើពួកគាត់ក៏នៅមានចំណុចមួយដែលមិនទាន់ច្បាស់ក្នុងចិត្តថាមិនដឹងថាគាត់ច្រឡំឬមួយក៏គាត់ពិតជាមិនដឹងមែនអាចថាគាត់មិនដឹងមែនដោយសារពីមុនរហូតមកទល់ពេលនេះគាត់បោះបង់ការគិតស្វែងរកហេតុផលរបស់គាត់គឺគាត់ផ្ដល់ទៅឲ្យតាអាចារ្យធម្មកថាឬក៏ធម្មាចារ្យរបស់គាត់ឬក៏ជាគ្រូរបស់គាត់ដឹកនាំគាត់ប្រាប់គាត់ទៅគាត់ជឿតាមទៅហើយគាត់អត់ដែលបានគិតពិចារណាទេក៏ប៉ុន្តែដោយសារកម្មវិធីផលប្រយោជន៍ធម៌ដែលព្យាយាមវែងញែកហេតុនិងផលលើកឡើងមកថាអ្វីទៅហៅថាពធអ្វីទៅហៅថាប្រពៃណីជំនឿនិងសាសនានឹងហើយដែលជាឱកាសមួយព្យាយាមបញ្យលញែកពួកគាត់មួយអន្លើហើយមួយអន្លើទៀតដើម្បីឲ្យគាត់ព្យាយាមស្វែងយល់ថាអ្វីគឺជាអ្វីក៏ប៉ុន្តែបើសិនជាគាត់នៅតែវល់ថាប្រពៃណីហើយនឹងពធហ្នឹងវាចិត្តតែមួយពិធីកម្មហ្នឹងវាគឺជាមាគ៌ារបស់ព្រះពុទ្ធជាធម៌វិន័យរបស់ព្រះពុទ្ធជាមាគ៌ាត្រាស់ដឹងរបស់ព្រះពុទ្ធចំណុចហ្នឹងកណាគិតថាគាត់ប្រកាសជាឈូក4សតវដែលព្រះពុទ្ធបានសម្ដែងថាឈូកសតវទី4នោះហើយយ៉ាងណាមិញឱកាសដែលកណាមានហើយនឹងអ្វីដែលកណាយល់ដឹងតិចតួចកណាចេះតែព្យាយាមបង្ហាត់បង្ហាញនៅអ្វីដែលដឹងតែប៉ុណ្្នឹងឯងដោយសារគិតថាគាត់បើប្រហែលជាមិនទាន់ស្គាល់ច្រើនជាងគាត់គាត់ដឹងកណាអញ្ចឹងព្រោះអីមូលហេតុនេះបើកណាឃើញគាត់ធ្វើទៅហ្នឹងគាត់គិតថាជាធម៌របស់ពុទ្ធគាត់ធ្វើទៅជាធម៌របស់ពុទ្ធឧទាហរណ៍ដូចជាការសែនព្រេនជាការបន់សន់ឧទាហរណ៍ដូចជាថ្ងៃសិលកន្លងទៅអញ្ចឹងកណាឃើញទាំងគ្រួសារក៏នាំគ្នាទៅវត្តអាកន្លែងហ្នឹងយើងគួរតែត្រេកអរជ្រះថ្លាជាមួយគាត់ថាពួកគាត់សិតតែព្យាយាមស្វែងរកសេចក្តីសុខហើយនឹងលើកស្ទួយតម្លៃនៃព្រះពុទ្ធសាសនាជាមាគ៌ារបស់ព្រះពុទ្ធប៉ុន្តែការពិតមានអញ្ចឹងណាដែរគុណអ្វីដែលគាត់ទៅហ្នឹងគាត់មិនស្គាល់ថាព្រះពុទ្ធជានរណាពធហ្នឹងជាស្អីផងហើយអាកន្លែងហ្នឹងទៅលើកស្ទួយយ៉ាងម៉េចកន្លែងហ្នឹងថ្មកន្លែងហ្នឹងថ្មធ្លាប់ឃើញដូចគេចុះជាទស្សនាវដ្តីឬក៏ខ្សែណាថ្មមិនចាំដែរមានអ្នកមានម្នាក់គាត់អ្នកមាននៅក្នុងស្រុកយើងគាត់ធ្វើពិធីគួបកំណើត
ហើយក៏ដាក់ចំណងជើងថាពិធីខួបកំណើតបែបពុទ្ធសាសនាចង់មានន័យថាម៉េចចង់មានន័យថាពុទ្ធហ្នឹងប្រាប់ថាឲ្យយើងធ្វើខួបកំណើតចឹងហ่าម៉េចបែបពុទ្ធសាសនាចឹងបែបពុទ្ធហ่าម៉េចវាទៅជាអបបិនីអពិធីកម្មរបស់អ្នកស្រុកខ្លួនឯងហ្នឹងណាធ្វើដោយខ្លួនឯងបង្កើតដោយខ្លួនឯងគ្រាន់តែយើងហ្នឹងស្រឡាញ់ពុទ្ធសាសនាហើយយើងក៏មន្តប្រសងមួយអង្គទៅឆានពីរអង្គទៅឆានទៅណាវាមានរឿងអីរបស់ពុទ្ធរបស់យើងគឺរបស់យើងរបស់ពុទ្ធគឺធម៌វិន័យហើយគាត់ថាចំណុចកន្លែងហ្នឹងណាដែលគុណកណាសង្កេតឃើញថាអញ្ចេះទៅទៀតព្រះពុទ្ធបានបង្ហាញថាថ្ងៃស្លាប់មួយឆ្នាំទៀតនឹងបានឈានចូលមកដល់ហើយណាដោយសារឧទាហរណ៍ថាឆ្នាំនេះអាយុ20ស្អែកនេះកណាត្រូវធ្វើគម្រប់ខួប21ចុះឧទាហរណ៍ហើយនាំគ្នាត្រេកអរថ្ងៃខួបកំណើតការពិតថ្ងៃស្លាប់វាខិតចូលមកមួយឆ្នាំទៀតហើយគួរតែភ័យខ្លាចព្រោះអីមនុស្សទាំងអស់គ្នាភ័យខ្លាចនឹងសេចក្តីស្លាប់តែហេតុអីអបអរសាទរនឹងពេលវេលាដែលមកដល់ហើយបន្ទាប់មកទៅបន់សន្នទៅបួងសួងព្រះសូមឲ្យខ្ញុំអាយុវែងថែរក្សាខ្ញុំចេះមួយចុះពីកន្លែងហ្នឹងបានកណាតែនិយាយទៅដល់ថាគាត់ធ្វើទាំងបញ្យលបើសិនជាគាត់យល់បែបប្រហែលជាគាត់មិនអាចសុបាយកើតទេឧទាហរណ៍ថាគាត់ធ្វើបុណ្យចម្រើនបជនម្ដាយគាត់ឬក៏ឪពុកគាត់ឬក៏អ្នកមានគុណគាត់ម្នាក់ណាដែលមានបជន75ព្រះវស្សាហើយ75ឆ្នាំហើយឈានចូល76ហ្នឹងគាត់គួរសង្វេគថាអូពុកអញម្ដាយអញឬមួយក៏អ្នកមានគុណអញចិត្តដល់ថ្ងៃចាក់ចេញអញទៅហើយបើមិនអញ្ចឹងណាគាត់បែរជាអបអរសាទរអាយុ75ឆ្នាំឈានចូលអាយុ76ពុទ្ធោកន្លែងនេះតើព្រះអង្គគួរឲ្យសង្វេគទេនៅពេលដែលមនុស្សម្នាក់ធ្វើអ្វីទាំងមិនយល់ប្រហែលផលហើយមិនដឹងតលសោះឲ្យប្រកាសខ្លួនក្តែងថាពុទ្ធបរិស័ទស្រឡាញ់ពុទ្ធសាសនាលើកស្ទួយតម្លៃពុទ្ធសាសនាប៉ុន្តែអ្វីដែលគាត់ធ្វើនោះគឺកំពុងតែជន់ឈ្លីហើយនឹងជន់ឈ្លីនៅមាគាដល់កណាមានរឿងពុទ្ធដល់អស្ចារ្យណាគាត់បែរជាជន់ឈ្លីហើយធ្វើផ្ទុយពីមាគារបស់ពុទ្ធទាំងអស់ហើយបែរគាត់បែរជាថាគាត់លើកស្ទួយស្រឡាញ់ហើយនឹងការពារពុទ្ធសាសនាណានិយាយប៉ាពុទ្ធអត់បានកន្លែងហ្នឹងហើយកណាថាសង្វេគពិតជាសង្វេគពួកគាត់ខ្លាំងហើយដល់ពេលអត់យល់អញ្ចឹងលើកឧទាហរណ៍ដូចជាពិធីចម្រើនបជនដល់ពេលវាអត់យល់អត់កើតចិត្តសង្វេគអញ្ចឹងដឹងគាត់រៀបអីខ្លះអត់ធុងបាកណាធុងបាកដងផឹកគ្រឿងស្រវឹងស៊ីសាច់ខ្លាំងស្រាប់ណាអីជួយឯងស្រវឹងខ្លាំងម៉េចអត់ទៅមកណាអូទៅមកពីបុណ្យចម្រើនជនមិត្តភក្តិណាហើយគឺចម្រើនបជនហើយផឹកដល់ប៉ុណ្ណឹងហើយចុះមុំអត់ចម្រើនបជនផឹកប៉ុណ្ណាទៅអាត្មាចេះឆ្ងល់ដែរកាលណាយកមកអាត្មាផឹកខ្លះផងគាត់យល់ច្រឡំគ្រប់វិធីដែលគាត់ធ្វើគាត់យល់ថាពុទ្ធសំដែងគាត់យល់ច្រឡំថាពុទ្ធសំដែងអាត្មាធ្លាប់ជួបញោមម្នាក់គាត់នៅស្រុកគាត់ធ្វើពិធីបច្ច័យ4ណាហើយគាត់រៀងក្រលំបាកអាត្មាទៅជួបគាត់ក៏និយាយពីរឿងប្រពៃណីហើយនឹងមេរៀនពុទ្ធហ្នឹងទៅដល់តែនិយាយចុះនិយាយឡើងថាហាដេគុណចាហ្នឹងមិនមែនពុទ្ធឲ្យធ្វើចឹងមិនមែនទេញោមហើយកណាឃើញតាដូនតាធ្វើមកចាំងរហូតចឹងមិនមែនពុទ្ធឲ្យធ្វើផងមានន័យថាមានន័យថាគាត់យល់ថាអ្វីដែលគាត់ធ្វើហ្នឹងគឺជាការបដិបត្តិតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធគាត់យល់ថាហ្នឹងសិតតែពុទ្ធសម្ដែងឲ្យធ្វើកណាចំណុចហ្នឹងហើយបានកណាថាគួរឲ្យសង្វេគពួកគាត់អ្នកខ្លះរហូតដល់កើតមកក្បែរនឹងថ្ងៃដែលគាត់ត្រឡប់ទៅវិញហើយគាត់មិនទាន់ស្គាល់ថាពុទ្ធនឹងជាណាពុទ្ធនឹងនិមន្តមកពីខាងណាពុទ្ធបង្រៀនអ្វីខ្លះគាត់ដឹងទេគាត់រស់នៅក្នុងភាពវង្វេងដែលមហាសែនឆ្ងាយមហាសែនជ្រៅដែលគុណវាចឹងអាហ្នឹងចង់និយាយថាយើងចេះតែលើករឿងពុទ្ធសម្ដែងនេះពុទ្ធសម្ដែងនោះចង់បញ្ជាក់ប្រាប់ញោមញាតិថាពុទ្ធសម្ដែងហ្នឹងហើយធម៌ណាយើងចង់និយាយថាអ្វីដែលពុទ្ធសម្ដែងហ្នឹងហើយហៅថាធម៌នោះអញ្ចឹងពុទ្ធលោកសម្ដែងមេរៀនដែលធម៌ទុកឲ្យយើងនេះហើយយើងគ្រប់គ្នាអត់ធ្វើតាមគោលធម៌យើងទៅធ្វើតាមប្រពៃណីយើងហ៎ដល់ពួកអាត្មាថាញោមធ្វើខុសធម៌ហើយគាត់ថាយីចេះតែឯងត្រូវធម៌ទៅលោកឯងទេចុះអាត្មាអត់ដឹងថាម៉េចទេគាត់អត់ចង់ប្រាប់តែញោមឃើញហ៎ពុទ្ធលោកសម្ដែងមកអញ្ចឹងថា1 2 3អញ្ចឹងមកណាដល់ពេលយើងអត់រវល់នឹងអ្វីដែលពុទ្ធលោកបានសម្ដែងទុកមកឲ្យយើងហើយយើងទៅធ្វើអ្វីដែលជាប្រពៃណីទំនៀមទម្លាប់របស់ខ្លួនហើយក៏ប្រកាសខ្លួនថាខ្លួនធ្វើតាមពុទ្ធទៅវិញដល់ពេលអាត្មាក្នុងនាមជាអ្នកដឹងមកវែកញែកមកប្រាប់ញោមញាតិថាហីមកពីណាចម្លែកយេស៊ូដឹងហ៎អាត្មាថាចង់យេស៊ូក៏យេស៊ូចង់ស្គរក៏ស៊ូក៏ស្គរសំខាន់គឺថាឲ្យបាននិយាយឡើយនិយាយឡើយចង់បាត់វិសុមែនគេណា
តាមពិតក្នុងការនិយាយនេះគឺចំពោះក្រុមទឹកចិត្តសមណៈដូចជាមិនខាតហើយក៏មិនជាចំណេញទេតាអ្វីដែលចំណេញនោះគឺចំណេញចំពោះអ្នកស្ដាប់អ្នកដែលស្ដាប់យល់វាគឺជានិស័យមួយដែលបានចំណេញពីការយល់ដឹងធម៌ហើយក៏ខាតចំពោះអ្នកណាដែលស្ដាប់ទៅមិនយល់ដែលរស់នៅមួយជីវិតដែលមានឱកាសនឹងស្ដាប់ធម៌ដែរប៉ុន្តែស្ដាប់ទៅមិនយល់ធ្វើម៉េចអានេះវាជានិស័យរបស់មនុស្សដែលគាត់មិនទាន់អាចយល់បានអញ្ចឹងឥឡូវដូចជាដល់មកហើយអាត្មាសរុបបន្តិចឲ្យញាតិញោមស្ដាប់ឲ្យញោមចាំជាមេរៀនសម្រាប់យកទៅពិចារណាញោមពធរបស់ពុទ្ធដែរញោមពធរបស់ពុទ្ធគឺជាមេរៀនញោមមិនមែនជាពិធីកម្មមិនមែនជំនឿអីទេពធគឺជាមេរៀននៃកិច្ចបដិបត្តិជីវិតញោមចាំប៉ុណ្ណឹងសិនចុះចាំថ្ងៃស្អែកឬក៏ពេលជជែកក្រោយអាត្មានឹងជជែកនៅជុំវិញរឿងទាំងអស់ហ្នឹងដើម្បីឲ្យញោមបានយល់យកទៅពិចារណាឥឡូវដល់ម៉ោងវេលាហើយអាត្មាទាំងពីរព្រះអង្គនិងញោមសូមក្រាបបង្គំលានិងចម្រើនពរណាវាទាំងអស់គ្នា